បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានមុខម្ហូបមួយមុខទៀតហើយគឺឆាអណ្ដាតគោជាមួយនឹងថ្លើមគោបាទបងប្អូនបាទហ្នឹងហើយម្ហូបនេះបងប្អូនអាចហូបបាយឬក៏យកទៅក្លែមបានយ៉ាងឈ្ងុយឆ្ងាញ់បាទជាដំបូងយើងលាងអណ្ដាតគោអណ្ដាតអីនឹងយើងកោសលាងឲ្យវាអស់អិលអស់អីវាអញ្ចឹងណាបងប្អូនបាទលាងឲ្យវាស្អាតអញ្ចឹងមកហើយថ្លើមអីហ្នឹងលាងវាមកថ្លើមដោះលាងបន្តិចក៏បានដែរបងប្អូនហ្នឹងហើយបងប្អូនអាចសាកធ្វើមុខម្ហូបនឹងនៅផ្ទះបានដោយខ្លួនឯងមិនចាំបាច់ទៅទិញគេក៏បានដែរបងប្អូនហើយនេះយើងលាងស្អាតហើយកោសស្អាតហើយយើងយកវាមកហាន់ជាប្រទេសស្ដើងអញ្ចឹងណាបងប្អូនហើយមួយទៀតអាចចំណែកដែលសាច់ដែលនៅសល់ហ្នឹងយើងអាចទុកវាហាន់តាមក្រោយក៏បានដែរនិយាយថាឆាមួយមុខនេះបងប្អូនម្ហូបក្លែមក៏ត្រូវដែរឆ្ងាញ់ណាស់បាយបានទៀតបងប្អូនបាយមុននឹងយើងឆាក៏យើងស្រុះវាមកចំអិនមកល្មមអញ្ចឹងណាបងប្អូនកុំឲ្យវាគ្មានក្លិនឆ្អាបពន្ធដារថ្លៃលោកខ្លាញ់អីចឹងណាបងប្អូនទឹកអិលក៏ខ្លាញ់អីជាប់អញ្ចឹងយើងស្រុះវាមកភ្លុកមកឲ្យវាមុំមកយើងស្រង់វាដាក់ទុកមួយឡែកអញ្ចឹងណាបងប្អូនហើយយើងចាប់ផ្ដើមធ្វើការហាន់ខ្ទឹមហាន់អីទៅឆាធម្មតាហ្នឹងទៅអញ្ចឹងណាបងប្អូនពងខ្ទឹមមើលដល់ឡើងពងក្រងហើយយើងធ្វើការចាក់សាច់ចូលទៅហើយយើងដាក់គ្រឿងដាក់អីចឹងណាបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងពងខ្ទឹមពងអីចឹងហើយយើងធ្វើការចាក់សាច់យើងចូលទៅបាទចាក់សាច់ចូលហើយលេងវារៀងចូលជាតិជាមួយខ្ទឹមវាឈ្ងុយចូលជាតិមួយសាច់ចឹងហើយយើងធ្វើការដាក់គ្រឿងមកស្ករអំបិលបន្តិចមកប៊ីចេងម្សៅស៊ុបម្សៅរ៉ូឌីប៊ឺតិចមកមានប៊ឺដាក់ប៊ឺមកឈ្ងុយបងប្អូនហើយប្រេងខ្យងអីចឹងណាបងប្អូនហើយបងប្អូនដាក់ទឹកត្រីថែមក៏បានដែរហើយយើងឆាវាឲ្យចូលគ្រឿងចឹងបងប្អូនឲ្យវាដាច់ទឹកល្អចឹងណាបងប្អូនឆាវាចឹងហើយយើងថែមទឹកវាងាស់វាឆ្អិនតិចមកបាទបន្ទាប់ពីងាស់ឆ្អិនហើយយើងធ្វើការដាក់ខ្ទឹមស្លឹកខ្ទឹមដើមខ្ទឹមនេះបងប្អូនខ្ញុំមិនសូវស្គាល់ដែរនឹងគេហៅអីគេនឹងខ្ញុំហៅដើមខ្ទឹមអញ្ចឹងណានឹងឲ្យយើងធ្វើការដាក់ដើមនឹងមកវាឈ្ងុយចូលជាតិល្អអញ្ចឹងណាបងប្អូនលាងវាស្អាតសិនណាយើងហាន់វាជាកង់អញ្ចឹងបងប្អូនបាទតទៅពីហាន់ហ្នឹងចាំយើងយកទៅដាក់រោយពីលើហើយឆាតែមកទុះទៅឆ្អិនណាបងប្អូនចឹងហើយបងប្អូនដាក់ម្ទេសបដែតផងក៏បានដែរហ្នឹងហើយបងប្អូនម្ហូបរបស់យើងមានតែប៉ុណ្្នឹងខុសត្រូវកុំប្រកែប្រកាន់សូមជួយចុច Subscribe និង follow page ម្នាក់មួយផងបាទអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ